គឺជាក្រែដែលខ្ញុំចង់បានហើយនេះវិញគឺជាក្រែដែលម៉ាក់ប៉ាទិញឲ្យហើយពាក្យដែលគាត់និយាយនោះគឺកេងក្រែឈើលើករាសីប្រើបានតកូនតចៅមិនថាអត់ជឿគាត់ទេប៉ុន្តែចិត្តញាតិវាស្រឡាញ់អារបៀបអញ្ចេះហើយថ្ងៃហ្នឹងក៏ចៃដន្យដែរអូកាត់វីដេអូរបស់ Shopping SM ក៏មានកណ្ដិតចង់ដូរអាមួយប្លង់នេះទៅជាមួយប្លង់បែបនេះវិញដល់ជំហានដំបូងនោះគឺខ្ញុំចាប់ផ្ដើមពីការរើកៅអីរើតុកនឹងចាញ់ហើយចំនួនមកវិញនោះគឺអីវ៉ាន់ដែលខ្ញុំទិញពីខាង Shopping SM នឹងឯងអីវ៉ាន់ទី1នេះគឺជាប្រភេទតុកវាមានជើង4ហើយវាមានខ្សែយើងមូលអ្នកនរគ្នាមើលតាមវីដេអូរបស់ខ្ញុំហើយយកទៅគុំខ្លួនឯងទៅគឺស្រួលមែនតើ2នាទីហើយឃើញតុកនឹងស្រួលគុំអញ្ចឹងឯងប៉ុន្តែមាំសាហាវហើយបើដាក់តែតុកវាអត់ស្អាតខ្ញុំក៏ថែមជាមួយនឹងកញ្ចក់ LED នេះមួយដែរអូយអ្នកនរគ្នាគ្រាន់បានប៉ុណ្ណឹងគឺខ្ញុំស្រឡាញ់ហ្មងហើយអាហ្នឹងគឺយើងថាច់បានដូរពណ៌រហូតដល់2ពណ៌មានពណ៌លឿងហើយនិងពណ៌សសំខាន់វាអត់ជាប់គ្នាទេអញ្ចឹងអ្នកនរគ្នាមានទូសម្អាតស្រាប់អាចលើកយកទៅផ្គុំគ្នាបានទៀតនិយាយមែនខ្ញុំអត់គិតថាតម្លៃប៉ុណ្ណឹងហើយបានឲ្យបានល្អអញ្ចឹងមកប្រើដោយសារតែឃើញរៀងតលាយពេកអញ្ចឹងខ្ញុំក៏ទិញជាមួយនឹងអាទូកាក់នេះ2ថតឃើញតែអញ្ចឹងឯងប៉ុន្តែខាងក្នុងគេតលាយណាដាក់ឲ្យបានធំបែបដូចខ្ញុំដាក់ប្រអប់ទឹកប្រអប់នេះលកា scrap លេអីពេញនឹងអញ្ចឹងទៅបើចង់ខុសវិញណាដល់គ្នាក៏អាចដាក់ជាសម្ភារៈគ្រឿង make up របស់យើងចូលបានដែររីឯតុករបស់ខ្ញុំវិញគឺខ្ញុំដាក់ជាប្រភេទក្រែមប្រភេទ blush លេហើយនឹងទឹកអប់អីអញ្ចឹងណាសរុបទៅគឺជាប្រភេទគ្រឿងសម្អាងដែលយើងប្រើជាប្រចាំថ្ងៃហើយយើងដាក់ឲ្យតលាយដើម្បីស្រួលឆោងយកអ្នកនរគ្នាគ្រាន់តែឃើញតុកនឹងក្នុងវីដេអូគិតថាតូចទេប៉ុន្តែខ្ញុំគ្រាន់តែដេកពេលនេះហើយខ្ញុំគិតថាអូយដូចតលាយពេកគេខ្ញុំចង់បន្ថែមអីមើលទៅឃើញស្ញាគឺខ្ញុំបន្ថែមបានហើយនៅសល់កន្លែងឲ្យដាក់អីផ្សេងទៀតលើសពីនេះក៏ខ្ញុំបានទិញទូ skin care មួយទុកមកដាក់អាគ្រឿងប្រើប្រចាំនៅលើមុខខ្ជិះខ្ជូតហើយមានភ្លើងនៅក្នុងនឹងទៀតបើនិយាយពីផ្នែកខាងក្នុងរបស់គេគឺតលាយដាក់ skin care បានច្រើនហើយមានរហូតដល់3ថតនៅក្នុងហ្នឹងក៏មិនទាន់អស់អីវ៉ាន់ដែរគេមានជាមួយនឹងដួយសាកកញ្ចក់ហើយនឹងអាចរពីរនេះយកទុកទៅដាក់ក្នុងថតហ្នឹងដើម្បីយើងស្រួលទាញផ្នែកខាងលើគឺខ្ញុំបែងចែកដាក់ជាប្រភេទអាដបធំដូច toner serum spray បាញ់មុខអីអញ្ចឹងទៅវាតលាយហើយយើងស្រួលឆោងយកមកអត់មានអារម្មណ៍ថាទៅរីឯចូលថតនេះខ្ញុំដាក់ជាប្រភេទ mask ស្លឹកដោយសារតែវារៀងធំដែរអញ្ចឹងខ្ញុំអត់ដឹងយកទៅដាក់ណាក៏យកមកដាក់លើអាទូសនេះទៅមើលឃើញស្អាតអូយអ្នកនរគ្នាខ្ញុំស្រឡាញ់អាប្លង់នេះខ្លាំងហ្មងអូយនិយាយមែនខ្ញុំ recommend ទៅដល់អ្នកដែលគាត់នៅបន្ទប់ជួលហើយបន្ទប់គាត់ទួចតែដឹងតែគាត់បែបណាអានេះគឺជា sample ខ្ញុំដាក់ឲ្យឬក៏អ្នកនរគ្នាមាន space នៅក្នុងបន្ទប់អីផ្សេងអាចកែបានណាមើលទៅចាយលុយអស់តិចបានឲ្យបានគុណភាពល្អហើយបន្ទប់យើងស្អាតទៀតអស់ពីនឹកឃើញការបន្ទប់តែកែដល់ឡានទៀតពីរូបភាពធម្មតាអញ្ចឹងមកជាអញ្ចេះវិញនិយាយទៅ recommend ទៅលើអ្នកដែលគាត់ពុលឡានពីមុនខ្ញុំពុលខ្លាំងពេកណោះគ្នាអស់ជំរើសគឺកាត់កៅអីហើយរៀបអាក្រោយដាក់អីវ៉ាន់ហ្នឹងគឺដាក់កេងប៉ុន្តែយើងធ្វើអញ្ចឹងអស់កន្លែងណាអីវ៉ាន់ហើយត្រូវដាក់អីវ៉ាន់ហ្នឹងទៅកៅអីមុខហើយនឹងនៅតាមជើងវិញណាអញ្ចឹងមកខ្ញុំនឹកឃើញអារបស់នេះឃើញគេផុសតំណងក៏ទិញយកមកសាកប្រើទៅដោយសារតែតម្លៃសមរម្យដែរបាទខ្ញុំទិញព្រោះបើថ្លៃងាយមនុស្សខ្ញុំរីដែរខ្ញុំអត់ទិញខុសរបៀបទេគ្រាន់តែយកមកដល់ចំណាយពេលត្រឹម3នាទីអីអស់ហើយណោះគ្នាផ្លុំខ្យល់ចូលគឺបានដេកហ្មងនៅក្នុងហ្នឹងមានអាកម្រាលគេងនឹងមួយហើយអាប្រដាប់កលនេះ2ហើយខ្នើយគេងវិញក៏2ដែរមានអានេះមួយឡើងចុះបំពេញសៀមរាបដើរលេងទៅតាមខេត្តអីគឺអស់ក្តីបារម្ភតែម្ដងមិនថាអ្នកប៉ុលឡានមិនថាអ្នកដែលគាត់មានកូនតូចគឺដាក់តែនេះឲ្យគាត់មួយមកបលែងគ្នាកិលពេញលើហ្នឹងហ្មងស្រួលគេងឲ្យតុនសាហាវហ្មងបានអានេះមួយនឹកឃើញផ្លានដើរលេងទៀតហើយថាជីសាក់ទេមានណានេះធ្លាយមែនហួសផ្ទះបដ ாய் សិតតែមានវ៉ាលីអូហើយវ៉ាលីដែលខ្ញុំកាន់ហ្នឹងក៏ទិញពី Shopping SM ដែរចំណុចពិសេសគេគឺមានកន្លែងដូចឲ្យយើងសាកអាចបញ្ចូលថ្មទូរស័ព្ទបានហាកន្លែងនេះវិញគឺទុកដាក់កៅទឹកកៅកាហ្វេអីចឹងទៅកាន់តែពិសេសនោះគឺមាន Smart Key ទុកឡុកទៀតកង់គេវិញគឺល្អិល smooth មកឆ្ងាញ់ហ្មងទៅណាមកណាមនុស្សខ្ញុំរៀងងាយដែរពេលខ្លះខ្ចាប់បាយញ៉ាំពេលខ្លះចូលចិត្តបែប picnic អីអញ្ចឹងខ្ជិលក្រាកម្រាក៏ទិញជាប្រភេទតុកនេះមកអង្គុយទៅវិធីតម្លើងគេក៏ស្រួលដែរគ្រាន់ទាញអាហ្នឹងឲ្យដាក់ឆ្អឹងវា2ត្រឡប់នឹងអាកម្រាលនេះមកពីលើមកគឺយើងអាចអង្គុយបានហើយក៏អីក្នុងឈុតនេះគឺមាន4មិនដែរឃើញប៉ុណ្ណឹងហើយនឹកឃើញ trip ឬក៏ plan ទៅណាយើងទិញដាក់តាមគ្រូឡានចោលទៅបើថាត្រូវអង្គុយកន្លែងណាចុះមកទម្រាបឡើងអង្គុយកន្លែងហ្នឹងងាយចល័តទៅតាមខ្លួនបានគ្រប់កន្លែងខ្ញុំដាក់តឡើងមកឈុតហ្នឹងហើយណាគេក៏សួរដែរថាទិញអាហ្នឹងប៉ុន្មានទិញមកពីណាព្រោះវាងាយស្រួលអង្គុយអាចថតរូបបានមួយអែមហ្មងមនុស្សខ្ញុំគឺគិតបានសពគ្រប់ប៉ាតអង្គុយធម្មតាកដាវាអញ្ចឹងតហັບខ្យល់គឺពិបាកហើយខ្ញុំក៏ទិញជាមួយនឹងប្រភេទកង្ហារចំហាយទឹកអាហ្នឹងទៅចាក់ដូចមិនសិនទៅចាក់អញ្ចឹងណាតែយើងអាចលើកបានតាមខ្លួនដល់នេះគ្រាន់តែចាក់តកចាក់ទឹកចូលក្នុងហ្នឹងនិងមួយទៀតមុនប្រើបានគឺយើងត្រូវដោតវាជាមួយនឹង power bank ឬក៏ដូចសាអីចឹងទៅនិយាយទៅចំណេញប្រើបានគ្រប់ស្ថានភាពទាំងពេលផ្ទះដាច់ភ្លើងសំខាន់ណាអាខ្យល់គេហ្នឹងគឺមានតែដល់3លេខហើយចំហាយទឹកគេគឺហុយមកតែចាក់មុខស្រួលហ្មងអ្នកទាំងអស់គ្នាអាចមើលបានគឺថាខ្ញុំគ្មានការភ័យខ្លាចជាមួយនឹងថ្ងៃរះដាច់ភ្លើងដាច់អីទេតែមានតែមួយនេះមួយហើយលេងខ្វល់អ្វីគ្រប់យ៉ាងមួយរយៈនេះដើរលេងហើយគឺឆាប់មកផ្ទះហ្មងព្រោះនឹកមកប្លង់នេះខ្លាំងថាទៅដើរលេងហើយភ្លេចញ៉ាំអីមកឃ្លានតែកដាយប់ហ្នឹងតែទៅផ្ទះបាយហ្នឹងដឹងតែម៉ែជេផ្អើលហើយ
សម្រាប់អ្នកដែលគាត់ចូលចិត្តដកកកដាយប់អីអញ្ចឹងគួរតែមានអាឆ្នាំងនេះមួយទៅយើងទុកនៅក្នុងបន្ទប់ខ្លួនឯងមកអត់ដឹងទេគេមានជាមួយនឹងពងលាងចានឲ្យមកឈុតស្រាប់ទៀតណាគ្រាន់តែយើងដាក់ដោតដុយហើយដាក់ទឹកចូលតាមមួយផ្លែទេគឺវាក្តៅឃើញចំហាយទឹកអញ្ចឹងហើយអ្នកទាំងអស់គ្នាហែកមីដាក់ចូលទៅចាំកាលទៀតក្នុងឈុតនេះក៏គេឲ្យវែកមកមួយដែរទុកឆាបន្លែឆាអីបានណានិយាយទៅខ្ញុំ recommend ឲ្យវ៉ាន់ឲ្យអ្នកទាំងអស់គ្នាទិញហ្នឹងគឺអត់ខាតតែសិតរបស់ចល័តបានហើយប្រើបានមុខងារច្រើនទៀតកម្ដៅនៃក្តៅឆ្នាំងនេះគឺក្តៅបានល្អស្រស់មីមកឡើងរីកស្គូស្គាយមកអត់មានឆៅទេតែរៀងហឹលដែរសុំរកទឹកផឹកសិនមិនទាន់អស់ទេអាដបទឹកនេះក៏ស្អាតដែរគេយកទៅដាក់តាមខ្លួនដាក់ទៅហាត់ប្រាណអីស្អាតហ្មងតែរកទិញក្រៅអត់មានទេព្រោះឈុតរបស់គេនេះជាមួយនឹងម៉ាស៊ីនទឹកក្លុកទុកក្លុកផ្លែឈើទុកញ៉ាំដើម្បីសម្រស់កម្លាំងម៉ាស៊ីនរបស់គេគឺខ្លាំងញាក់ចឹងមកអ្នកទាំងអស់គ្នាចង់បានអីវ៉ាន់ដូចបងខ្ញុំប្រើកុំភ្លេចទិញពីខាង Shopping SM តម្លៃធូរថ្លៃហើយគុណភាពអីវ៉ាន់គឺ the best